បាទកម្ពស់1.65 ម៉ែត្រទម្ងន់57 គីឡូក្រាមបាទស្រុកកំណើតនៅក្នុងភូមិបាទជាប់ត្រាច់បាទឃុំបាទជូកខ្សាច់បាទស្រុកបរាយខេត្តកំពង់ធំបាទធ្លាប់ឡើងសម្ភារប្រកួត29ដងឈ្នះ27ចាញ់1ស្មើ1ផ្ដួលគូប្រកួតសន្លប់ចំនួន14ដងបាទជាកីឡាករដែលវឹកហាត់នៅក្នុងក្លឹបបាទពេជ្រសុផាន់គុណខ្មែរបាទការរងថ្វាយបង្គំគ្រូតាមរបៀបឥន្ទ្រីសម្ដែងរិទ្ធលោកគ្រូវឹកលោកគ្រូពេជ្រសុផាន់ហៅលោកគ្រូឆ្នើមបង្គោលខៀវបាទរឿបវិជ្ជកាបាទជួន18ឆ្នាំកម្ពស់1.70 ម៉ែត្រទម្ងន់57 គីឡូក្រាមដូចគ្នាស្រុកកំណើតនៅក្នុងភូមិតកុំបាទឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងធ្លាប់ឡើងសម្ភារប្រកួតចំនួន25ដងឈ្នះ23ដងចាញ់2ដងបណ្ដាស្មើផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន10ដងបាទការប្រកួតចុងក្រោយបាទចាញ់រឿងឌីណាបាទដោយបន្ទុបាទវឹកហាត់នៅក្នុងក្លឹបព្រះហូកីឡាខេត្តបាត់ដំបងលោកគ្រូបង្វឹកលោកគ្រូឈុតសេរីការរងថ្វាយបង្គំគ្រូតាមរបៀបនាគប្រឡែងកែវបាទអញ្ចឹងនេះអ្នកបាត់ដំបងប៉ះអ្នកកំពង់ធំបាទអតិទេពបាទនៅកំពង់ធំបាទរីឯបង្គោលខៀវបាទវិជ្ជការអ្នកបាត់ដំបងបាទអ្នកបាទបាត់ដំបងគឺស្រុកឯកភ្នំបាទគុំពីមឯកបាទ3ពិន្ទុទឹកដីនៃស្រុកពញាក្រែកបាទខេត្តត្បូងឃ្មុំចាំមើលបានទៅលើកីឡាកររូបណាបាទ3ប្រកួតកន្លងទៅអាទិទេពបាទឈ្នះពិន្ទុ1ហូបសន្លប់2បាទចាំមានថា3ប្រកួតរបស់គាត់9ពិន្ទុពេញហើយសម្រាប់អាទិទេពបាទវិជ្ជការវិញគឺ7ពិន្ទុឈ្នះ2ចាញ់1បាទដោយឡែកបាទសម្រាប់កីឡាកររបស់យើងជាបន្តបន្ទាប់ទៀតបាទគាត់នៅតែខិតខំប្រឹងប្រែងប្រណាំងប្រជែងបាទដណ្ដើមនៅ3ពិន្ទុបាទរាល់ការប្រកួតរបស់គាត់ចំនួន5ជុំបាទទម្រាំតែឡើងទៅដល់ជុំពាក់កណ្ដាលប្រាច់ព្រាត់ដូចជាវគ្គប្រាច់ព្រាត់ចុងក្រោយដើម្បីដណ្ដើមនៅខ្សែក្រវ៉ាត់ IPCC គុណខ្មែរពីភេសជ្ជៈពឹកកម្លាំងវើកប្រភេទទម្ងន់57 គីឡូក្រាមកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកកញ្ញាកណ្ដាលជាតាំងគីសូមជម្រាបជូនគូដណ្ដើមខ្សែក្រវ៉ាត់គឺ5ទឹកចុះក្រុមត្រៀមប្រុងព្រៀបប្រកួតវើកសេនាគុណខ្មែរย้อน8ទៅគូទី2ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់វគ្គវិលជុំសន្សំបន្ទុកពូប៊ីជុំទី4ទឹកទី1បាទទឹកទី1បាទពេជ្រអតិទេពបង្គោលក្រមឬវិជ្ជការបង្គោលខៀវបាទអ្នកកំពុងធំប៉ះអ្នកបាត់ដំបងបាទដើរចូលបាទនេះបាទផ្សាយចេញពីស្រុកពញាក្រែកបាទខេត្តត្បូងឃ្មុំទាត់មួយរបស់រាវវិជ្ជការទាត់មួយរបស់អាទិទេពកាប់ជើងក្រោមពីវិជ្ជការវាយលើដល់ប្រេងខ្វែងកាត់ទាត់ចេញឆ្វេងរបស់វិជ្ជការអាទិទេពដើរចូលដៃពីរដៃរបស់អាទិទេពមួយកែងរបស់អាទិទេពទាត់សងវែងរបស់វិជ្ជការបាទវាយស្ដាំទៀតរបស់អាទិទេពទាត់កាត់ចេញរបស់វិជ្ជការវាយលើផុតបាត់បាទពីអាទិទេពបាទវិជ្ជទាត់ជើងក្រោមពីអាទិទេពទាត់ចេញស្ដាំរបស់វិជ្ជការអាយ៉ាលឹបផុតទៅចាប់ចាក់ជង្គង់របស់អាទិទេពបាទលោកកញ្ញាកណ្ដាលជាតាគៀញញាតិបបែកប្រគួតបន្ត
ដើរចូលទៀតអូអាទិទេពទាត់ជើងក្រៅមួយផតកាប់ជើងសងវិញរបស់រវិជ្ជការបាច់ចេញស្នាមមួយរបស់អាទិទេពដំប្រេងរំការតើចាក់ជង្គង់ឆ្វេងរបស់អាទិទេពវិជ្ជការគៀបជាប់លោកអញ្ញាកដាលញែកបំបីសិនដើរចូលបន្តទៀតរបស់អាទិទេពវាយឆក់ឆ្វេងមួយវាយពុតទៅរបស់អាទិទេពបាច់ចូលស្នាមទាត់ជើងក្រៅទាត់សងវិញរបស់វិជ្ជការអូបាទគូនេះមកចងាញ់មកដូចភេសជ្ជៈពេញកម្លាំងពើកដើរចូលទៀតពីអាទិទេពធាក់ឆ្វេងមួយកាប់ជើងក្រោមវាយចូលពុតទៅរបស់អាទិទេពបាទលោកកញ្ញាកដាលបាទញែកបំបីដើរចូលទៀតឆក់ឆ្វេងរបស់វិជ្ជការអាទិទេពវាយឆក់ឆ្វេងទាត់ជើងក្រោមផុតចំហបន្តិចបាទដើរចូលទៀតវាយស្រាមមួយផុតចាប់ចាក់ជង្គង់របស់អាទិទេពជង្គង់ចាក់ភ្លៅកាច់ផ្ដួលទាំងពីរបាទនេះអាទិទេពដើរចូលទៀតតើឲ្យទាត់ជើងក្រោមវាយចូលស្នាមបានម្ដាយពីអាទិទេពចាក់ជង្គង់រៀបជាប់ទៅគេសង្វៀនលោកអញ្ញាកដាលញែកបំបែកមកកដាលសង្វៀនបន្តដើរចូលទៀតបាល់លឹបផុតចាក់ជង្គង់របស់វិជ្ជការកន្លែងនេះអត់ធ្វើអីចេញទេបាទលោកអញ្ញាទាញបាទចេញមកសិនបាទទៅទៀតបាទវាយឆ្វេងចូលស្នាមរបស់អាទិទេពបាទអ្នកទាំងពីរនេះរកបាទកន្លែងបាទឆ្ងាញ់បាទអត់ទាន់បានច្រើនទេបាទក្នុងទឹកទី1នេះបាទកំពុងតែបំមាញ់រៀងខ្លួននេះបាទអាទិទេពនៅតែគៀងវិជ្ជការបោះជង្គង់អាទិទេពបៃស្នាមថែមឆ្វេងកាប់ជើងអត់ចេញរួចទៀតចប់ទឹកទី1គុណខ្មែរ Warriors បេសកៈបើកម្លាំងវើបង្កើនធម៌ពលឥតឈប់ឈរបាទនេះរបៀបបានបញ្ជូនមកវិញបាទទឹកដីនៃស្រុកពញាក្រៃខេត្តត្បូងឃ្មុំបានបញ្ជូនដោយភេសជ្ជៈបើកម្លាំងវើបើវើជាអ្នកជួយគ្រប់គ្រងគុណខ្មែរដំបងគេនឹងឧបត្ថម្ភគុណខ្មែរច្រើនជាងគេមួយកែងរបស់អាទិទេពទាត់ចេញរបស់វិជ្ជការផុតកាប់ជើងក្រោមបែកឆ្វេងរបស់អាទិទេពផ្ទះពោះទឹកម្ដាយទៀតផ្ទះមួយទៀតចាក់ជង្គង់ពីអាទិទេពកាច់ផ្ដួលពីរឿបវិជ្ជការបោះជង្គង់ចូលអាទិទេពទាត់កាត់សងអូបាទឆ្ងាញ់ដូចគ្នាសម្រាប់ទាំងពីរមួយដៃមួយជើងអ្នកឲ្យទឹកចេញក្រៅវើកសេនាគុណខ្មែរយន់8ទិសគូទី2ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់វគ្គវិលជុំសន្សំបន្ទុកពូប៊ីជុំទី4ទឹកទី2បាទទឹក2អាទិទេពវាយឆ្វេងថែមស្នាមថែមឆ្វេងទាត់លើរបស់វិជ្ជការវាយស្នាមរបស់អាទិទេពវិជ្ជការខ្ទាស់ជាប់គៀបកកជាប់លោកអញ្ញាកដាលញែកបំបីសិនដើរចូលទៀតវាយលើមួយរបស់អាទិទេពវាយឆ្វេងថែមស្នាមទៀតរបស់អាទិទេពបាទលោកអញ្ញាកដាលបំបីបាទដើរចូលទៀតទាត់ជើងក្រោមបាទពីវិជ្ជការវាយពោះទឹក2 3ដៃបាទពីអាទិទេពធាក់មួយវាយពោះទឹកទៀតបាទវិជ្ជការក្តោបជាប់ទាត់ចេញមួយទៀតបាទស្នាមរបស់អាទិទេពទាត់ជើងក្រោមវាយស្នាមរបស់អាទិទេពវាយស្នាមទៀតរបស់អាទិទេពកែងរបស់អាទិទេពវាយពោះទឹកមួយទៀតកែងរបស់អាទិទេពអកុសល1 2 3 4 5 6 7 8 9 10ចូលដៃផងចូលកែងផងឥឡូវនេះលោកគ្រូពេទ្យជួយសង្គ្រោះហើយលោករីគី4ជុំរបស់អាទិទេពកាន់តែកាច10000បាទ10000ម៉ាន12000ដូចធំក្លិនក្បែរយ៉ាងគឺឥឡូវនេះ4ជុំរបស់អាទិទេពណែផ្ទះមួយរបស់អាទិទេពពោះទឹក
បោះមកកែងនេះផុសបាទពីអតិទេពវាយពួតទឹកបំបីឃុំមួយកាប់មកកែងខាងលើមួយទៀតទៅឲ្យកន្លែងនេះនេះបាទវិជ្ជការក៏ក្តោបជាប់បាទដល់ពេលក៏ក្តោបជាប់ទៅបាទអតិទេពបកសិនកាប់ទៅវិញផុសបាទល្មមបាទល្អដូចគ្នាបាទតែយ៉ាងណាមិញគឺកីឡាយើងមានចាញ់មានឈ្នះ បាទ បាទមិនអីទេ បាទកូនសិស្សរបស់លោកគ្រូឆ្នាំប៉ុន្តែពាក្យគ្រូឆ្នាំនេះគឺស្ថានីយទូរទស្សន៍ថោនជាអ្នកផ្ដល់ឲ្យមិនមែនសហព័ន្ធគុណខ្មែរជាអ្នកផ្ដល់ឲ្យទេបាទអញ្ចឹងនៅតែគ្រូឆ្នាំនៅលើស្ថានីយទូរទស្សន៍ថោន